សួស្តីទាំងអស់គ្នាស្វាគមន៍ជាថ្មីចូលមកក្នុងវីដេអូការវិវត្តន៍នេះអំពីតារារបស់ admin អញ្ចឹងគឺថាការពីដើមឡើយនោះ admin គឺនិយាយពីតារាទេក៏ប៉ុន្តែសុខៗនេះក៏ទៅសម្រាយរឿងឥឡូវនេះនឹងគឺថាសម្រាយរឿងផងក៏និយាយពីតារាផងដូចគ្នាចំពោះ channel ថ្មីវិញ admin នឹងធ្វើការសម្រាយរឿងជូនអ្នកទាំងអស់គ្នាស្ដាប់ជាការកម្សាន្តចំណែកក្នុង channel មួយនេះ admin នឹងធ្វើការរាយរាប់អំពីតារាអញ្ចឹងណាហើយនៅក្នុងថ្ងៃនេះផងដែរ admin នឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្គាល់ពីក្រុមតារា K-pop ដែលទៅតែលេចរូបរាងឡើងដែរអញ្ចឹងណាហើយ admin ចូលចិត្តថាអ្នកទាំងអស់គ្នាប្រកាសជាបានស្គាល់បានឃើញពួកគាត់តាមរយៈ account TikTok ដែលជា account official របស់ក្រុមពួកគាត់ផ្ទាល់តែម្ដងមកឥឡូវហ្នឹងមុននឹងទៅដឹងថាគឺជាក្រុមមួយណាអញ្ចឹងទៅ admin គឺសូមពឹងឲ្យអ្នកទាំងអស់គ្នាចូលទៅ subscribe channel YouTube admin ម្នាក់មួយហើយក៏កុំភ្លេច like វីដេអូរបស់ admin ម្នាក់មួយផងណាអូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺយើងចូលមកដល់ប្រធានបទរបស់យើងវិញដែលក្រុមដែល admin លើកមកនិយាយហ្នឹងគឺមានឈ្មោះថា Long Shot ប៉ុន្តែគឺថាល្មមអីហ្នឹងគឺអានឈ្មោះក្រុមគេហ្នឹងអត់រួចទេគឺរបៀបថាបែបជាអក្សរកាត់អីអញ្ចឹងណាប៉ុន្តែយ៉ាងណាមិញម្ចាស់ផលិតកម្មគឺបានមកនិយាយបញ្ជាក់ឲ្យថាត្រូវអានថា Long Shot ដែលឈ្មោះក្រុមរបស់គេហ្នឹងគឺមានអក្សរកាត់ចំនួន7តួគឺមានអក្សរ L N G S H O T ដែលសុទ្ធតែជាអក្សរធំទាំងអស់តែម្ដងអញ្ចឹងគឺថា Long Shot គឺជាក្រុម K-pop ដែលមានសមាជិកផ្លូវការចំនួន4នាក់ហើយក៏ជាក្រុមដែលទៅចាប់ផ្ដើមហើយទទួលបានឱកាសខ្លះជាក្រុម K-pop ផងដែរ Long Shot គឺជាក្រុមតន្ត្រីក្មេងប្រុសកូរ៉េខាងត្បូងមួយក្រុមដែលបង្កើតឡើងក្នុងឆ្នាំ2025ក្រុមតន្ត្រីនេះមានសមាជិកចំនួន4នាក់គឺ Oyol, Yol, Woojin, and Wiz ហើយ Long Shot គឺជាក្រុម K-pop ក្មេងប្រុសដំបូងបង្អស់ដែលបង្កើតឡើងនិងគ្រប់គ្រងដោយ Movision ដែលជាប្រតិកម្មចម្រៀងដែលបង្កើតឡើងដោយតារាចម្រៀងរ៉េបល្បីឈ្មោះគឺលោក J-Park ផងដែរសមាជិកទាំង4របស់ Long Shot គឺបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី13ខែមករាឆ្នាំ2026ជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា Moonwalking ដែលបទ Moonwalking នេះផងដែរគឺជាបទចម្រៀងឈានមុខគេនៃអាល់ប៊ុមដំបូងបង្អស់របស់ Long Shot គឺមានឈ្មោះថា Shot Callerគឺមានន័យថា Shot Caller គឺជាអាល់ប៊ុមដំបូងបង្អស់របស់ Long Shot ចំណែកឯបទ Moonwalking ក៏ជាបទចម្រៀងនាំមុខគេនៃអាល់ប៊ុម Shot Caller ផងដែរបើនិយាយខ្លីទៅហ្នឹងគឺពួកគេនេះយកបទ Moonwalking យកមករៀបបាត់ដើម្បីក្លាយជា K-pop idol តែម្ដងគឺជាបទដែលបាត់ទំព័រមុខក្រុមរបស់គេអីអញ្ចឹងណាហើយបើតាមការស្រាវជ្រាវរបស់ខ្ញុំហ្នឹងគឺខ្ញុំបានរកអត្ថន័យនៃ Long Shot ដែល J-Park បានកំណត់ឲ្យអញ្ចឹងណាដែល Long Shot ហ្នឹងគឺបានន័យថាដំណើរឆ្ពោះទៅរកគោលដៅទោះបីជាមានឱកាសតិចក៏ដោយហើយបើយើងនិយាយឲ្យឆាប់យល់ទៅគឺមានន័យថាទោះបីជាឱកាសនៃការឲ្យគេស្គាល់នឹងមានតិចក៏ដោយក៏ប៉ុន្តែគឺអត់បានក្បត់គោលដៅរបស់ខ្លួនឯងទេគឺនៅតែបន្តគោលដៅទៅមុខជានិច្ចរហូតដល់ទទួលបានជោគជ័យអីអញ្ចឹងទៅឥឡូវនេះគឺយើងមកនិយាយពីសមាជិកនីមួយៗនៅក្នុងក្រុមនឹងតែម្ដងចឹងថាតើម្នាក់ៗនឹងមានមុខងារនិងភាពខុសប្លែកពីគ្នាយ៉ាងណាដែរចូលមកដល់សមាជិកដំបូងគេហ្នឹងគឺមានឈ្មោះថា Kwon Oyol ដែលមាន nickname Salmon អញ្ចឹងឯងក្រោយទៅអ្នកនរគ្នាអាចហៅ Oyol ថា Salmon ក៏បានដែរ Oyol គឺកើតនៅថ្ងៃទី21ខែមករាឆ្នាំ2006ដែលបច្ចុប្បន្នគឺមានអាយុ20ឆ្នាំហើយ Oyol កើតនៅទីក្រុង Gimpo ខេត្ត Gyeonggi-do ប្រទេសកូរ៉េខាងត្បូងមានកម្ពស់ 1.81 សង់ទីម៉ែត្រនិងមានឈាមប្រភេទ O ផងដែរ Oyol មានតួនាទីជា leader របស់ក្រុមជា vocal ជា songwriter និងជា singer ផងដែរសមត្ថភាពនិងចំណង់ចំណូលចិត្តរបស់ Oyol គឺអាចច្រៀងនិងលេងហ្គីតាបានមានចំណូលចិត្តក្នុងការសរសេរនិងបង្កើតផ្នែកស្នាដៃ music ថ្មីៗនិងបានចូលរួមក្នុងការសរសេរនិងធ្វើ composition ពីបទក្នុង EP ជាច្រើនផងដែរអញ្ចឹងឥឡូវហ្នឹងគឺយើងដឹងហើយត្រូវអត់ថា Oyol គឺជា leader របស់ក្រុម Long Shot នឹងឯងចូលមកដល់សមាជិកទី2ហ្នឹងគឺមានឈ្មោះថា Kim Yol ដែលមាន nickname គឺ Kyul និង nickname មួយទៀតហ្នឹងគឺ Yol Mucha អូយ nickname គេនឹងចម្លែកខ្លាំងមែនតើអ្នកនរគ្នាហើយខ្ញុំក៏អត់ដឹងនៃ nickname គេនឹងដែរ Yol គឺកើតនៅថ្ងៃទី18ខែកញ្ញាឆ្នាំ2006ដែលបច្ចុប្បន្នគឺមានអាយុ19ឆ្នាំហើយកើតនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង Yol មានកម្ពស់ 1.80 សង់ទីម៉ែត្រនិងមានគ្រុបឈាមប្រភេទ AB ផងដែររីឯតួនាទីរបស់ Yol នៅក្នុងក្រុមគឺជា main rapper និងជា songwriter បាននិយាយពីសមត្ថភាពវិញមុនពេលដែលបានក្លាយជា K-pop idol ហ្នឹងYol ត្រូវបានគេស្គាល់ជា rapper ពីការប្រកួតនៅក្នុង Rap Public ផងដែរហើយគេក៏បានចូលរួមសរសេរនិងធ្វើ composition នៅក្នុងបទផ្សេងៗនៅក្នុង EP ដែលបានដូចគ្នាចូលមកដល់សមាជិកទី3របស់ Long Shot ហ្នឹងគឺមានឈ្មោះថា Jung Woojin ដែលមាន nickname គឺជា Jin E Woojin កើតនៅថ្ងៃទី8ខែមីនាឆ្នាំ2008ដែលបច្ចុប្បន្នគឺមានអាយុ17ឆ្នាំហើយកើតនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយអត់មានបញ្ជាក់ទីក្រុងនិងខេត្តដែលគេកើតនោះទេអ្នកនរគ្នា Woojin គឺមានកម្ពស់ 1.78 សង់ទីម៉ែត្រនិងមានឈាមគ្រុប A ផងដែរនៅក្នុងក្រុម Woojin គឺមានតួនាទីជា composer, performer, singer and songwriter ផងដែរចំពោះសមត្ថភាពនិងចំណង់ចំណូលចិត្តវិញគឺ Woojin ពូកែរាំខ្លាំងហើយក៏ចូលចិត្តផលិតតន្ត្រីផងដែរ Woojin ក៏មានចំណាប់អារម្មណ៍នៅក្នុង industry ជាច្រើនឆ្នាំដោយ training អស់រយៈពេល6ឆ្នាំមុនពេលដែល ក្លាយជា K-pop idol ចូលមកដល់សមាជិកទី4ដែលជាសមាជិកកូនពៅនឹងគឺមានឈ្មោះថា Louis Elliot Joran Lim ដែលមានឈ្មោះជាភាសាកូរ៉េថា Lim Jin Ho និងមាន nickname គឺជា Big Elephant Jane Babyសូមអ្នកទាំងអស់គ្នា nickname របស់គេមួយៗនេះគឺពិតជាចម្លែកខ្លាំងមែនតើហ្មងណាលោកវាកើតនៅថ្ងៃទី1ខែឧសភាឆ្នាំ2010ដែលបច្ចុប្បន្នគឺមានអាយុ15ឆ្នាំកើតនៅប្រទេសកូរ៉េខាងត្បូងដែលអត់មានបញ្ជាក់ទីក្រុងនិងខេត្តដូចជា Woojin ដែរលោកវាគឺមានកម្ពស់ 1.86 សង់ទីម៉ែត្រនិងមានទម្ងន់71គីឡូក្រាមនិងមានឈាមក្រពែផងដែរនៅក្នុងក្រុមលោកវាមានតួនាទីជា main vocalist, singer and songwriter ចំពោះសមត្ថភាពនិងចំណង់ចំណូលចិត្តវិញគឺលោកវាគឺជាជនជាតិកូរ៉េកាត់ជាមួយនឹងបារាំងហើយអាចនិយាយភាសាកូរ៉េបារាំងនិងភាសាអង់គ្លេសបានផងដែរហើយគេនឹងគឺមានសម្លេង vocal បែបទាក់ទាញនិងទន់ភ្លន់តែម្ដង
ហើយចង់បញ្ជាក់ដដែលៗប្រាប់អ្នកទាំងអស់គ្នាថាសមាជិកទាំង4ហ្នឹងគឺស្ថិតក្រោមការគ្រប់គ្រងរបស់ More Vision និងមាន Association គឺជា long shot នឹងឯងហើយចំពោះសមាជិកទាំង4ហ្នឹងគឺមានសមាជិក3នាក់ដែល Year Active ហ្នឹងគឺចាប់ផ្ដើមពីឆ្នាំ2025រហូតមកដល់បច្ចុប្បន្នខុសប្លែកគេហ្នឹងតើគេមិនយល់មួយទេអ្នកនរគ្នាដែលមាន Year Active គឺចាប់ពីឆ្នាំ2024មកដល់បច្ចុប្បន្នហើយចំណែក Association របស់គេហ្នឹងគឺមាន2ដូចគ្នាគឺ long shot ជាមួយនឹង Republic ផងដែរអញ្ចឹងទាំងអស់នេះគឺខ្លះៗអំពីក្រុម long shot ដែលជាក្រុម K-pop idol ក្មេងប្រុសថ្មីៗក្មេងៗខ្លាំងមែនតើហ្មងណាហើយគឺមានបុក2 Gen ចូលគ្នាតែម្ដងគឺ Gen Z ជាមួយនឹង Gen Y ផងដែរហើយចាំមកទាំងអស់គ្នាមើលថាតទៅមុខទៀតហ្នឹងគឺ long shot ហ្នឹងគឺអាចតាក់ចិត្ត fan បានប៉ុណ្ណាដែរគឺយើងមានតែរងចាំមើលទាំងអស់គ្នានឹងឯងអ្នកនរគ្នាប៉ុន្តែគឺថាម្នាក់ហ្នឹងគឺស្រស់ស្អាតសក់សង្ហាតែម្ដងហើយបើអាយុវិញហ្នឹងគឺតិចខ្លាំងមែនតើហ្មងនិយាយចឹងខ្ញុំក៏ចង់បញ្ជាក់បន្ថែមប្រាប់អ្នកនរគ្នាថា long shot ហ្នឹងគឺអត់តមាន official fan តំណែងទេអ្នកនរគ្នាអញ្ចឹងទៅគឺអត់តមានទេគឺយើងអត់តហៅពួកគាត់បានមិនទេគឺមានតែហៅថា long shot long ឬក៏ short អីចឹងឯងហើយចាំមើលថាការណាដែលគេចេញ fandom name ហ្នឹងគឺយើងនឹងដឹងទាំងអស់គ្នាហើយខ្ញុំនឹងក៏ព្យាយាមតាមស្រាប់ជាអីដែរចាំមើលថាគេនឹងចេញពេលណាអញ្ចឹងណាដោយសារតែខ្ញុំហ្នឹងក៏មិនមែនជាមនុស្សដែលតាមប្រមាញ់តាក់ទងជាមួយនឹង K-pop អីប្រហែលដែរអ្នកនរគ្នាសូមអ្នកនរគ្នាយើងចាំជួបគ្នាក្នុងវីដេអូថ្មីជាមួយនឹងក្រុម K-pop ថ្មីជាបន្តទៀតអញ្ចឹងបាយបាយ